ពេលមានមិត្តភ័ក្តិបងប្អូនមកលេងផ្ទះធ្វើរបស់នេះទទួលប្រកាសជាជាប់ចិត្តចង់មកម្ដងហើយម្ដងទៀតហ្មងមិត្តភ័ក្តិគាត់ណាត់ជួបគ្នាមកលេងហើយខ្លាចថាដល់ពេលប្រជុំទៅបងប្អូនមកផ្ទះរៀងខ្លួនអត់មានពេលជួបគ្នាអញ្ចឹងមកលេងហើយមុនប្រជុំពេកមករត់ដងអត់ដែលឲ្យខ្ញុំធ្វើអីទទួលទេគាត់ទិញរបស់របរមកហូបជុំគ្នាស្រាប់តែថ្ងៃនេះខ្ញុំធ្វើអីទទួលគាត់ម្ដងមិនទាន់បានធ្វើណាគាត់មកដល់ជួយធ្វើដដែលរបស់ញ៉ាំមួយមុខនេះគ្រឿងផ្សំតិចតែងាយស្រួលធ្វើមានតែបកានៅសៅពោតនិងដលងយើងធ្វើបានដលងចង់ស្ងោរក៏បានចំហុយដូចខ្ញុំក៏បានដែរបើចំហុយរៀងរសោះទឹកល្អជាងបកាកាត់ក្បាលបកសបកហូតលាមកឲ្យស្អាតហើយប្រឡាក់ជាមួយម្សៅស៊ុបទុកប្រហែលជា15នាទីតន់ឆ្អិនស្រួលបួលផងជះក្លិនឈ្ងុយបារាយក្មេងៗទាញ៉ាំព្រាតតែលួងចិត្តគាត់ឲ្យញ៉ាំទឹកដោះគោសិនកុំឲ្យយំក្មេងៗចូលចិត្តញ៉ាំទឹកដោះគោអូស្ត្រាលីអូនអេធូដែលសារតែមានក្លិនឈ្ងុយឆ្ងាញ់យ៉ាងទៀតផ្សំឡើងពីប្រូតអ៊ីន A2 សតញ៉ាំហើយជំនួយប្រព័ន្ធរំលាយអាហារអត់ធ្វើឲ្យក្តៀនឬក៏រាកទេហើយវីតាមីននិងកាល់ស្យូមនៅក្នុងទឹកដោះគោជួយអភិវឌ្ឍខួរក្បាលជំនួយការលូតលាស់ឆ្អឹងនិងធ្មេញឲ្យរឹងមាំក្មេងៗអាយុ1ខួបឡើងញ៉ាំបានហើយទឹកដោះគោស្រស់អូស្ត្រាលីអូន A2 ផលិតពេជ្រខ្ចប់និងនាំចូលពីប្រទេសអូស្ត្រាលីផ្ទាល់ម៉ាក់ជ្រើសរើសទឹកដោះគោនេះសម្រាប់កូនជាជម្រើសដ៏ល្អហ្មងខ្ញុំមិនដឹងថាធ្វើរបស់ញ៉ាំទទួលមិត្តភ័ក្តិឬក៏ឲ្យមិត្តភ័ក្តិមកធ្វើអីឲ្យញ៉ាំវិញទេតែខ្ញុំធ្វើរបស់ខ្ញុំមិត្តភ័ក្តិគាត់ធ្វើរបស់គាត់ហើយដលងនេះពេលដែលចំហុយឆ្អិនហើយយើងដាក់លាយជាមួយម្សៅពោតនិងអំបិលម្ជិបសាច់ដលង1គីឡូម្សៅពោត120ក្រាមយើងច្បល់ចូលគ្នាឲ្យល្មួតសាច់រួចហើយយកមករុំជាមួយនឹងបកាឲ្យជិតទុកតែកតុយបន្តិចបានហើយថាធ្វើទទួលមិត្តភ័ក្តិតែមានណាមិត្តភ័ក្តិមកជួយវិញដែរចង់ឲ្យកាន់តែស្រួយឆ្ងាញ់ជ្រលក់ជាមួយពងមាន់ហើយរុំជាមួយកាតិចនំប៉័ងតែរកកាតិចនំប៉័ងខ្មែរយើងអត់បានអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាអំពងតទេតែម្ដងពេលអំពងយើងដាក់ខ្លាញ់ឲ្យក្តៅល្មមបានហើយកុំឲ្យក្តៅខ្លាំងពេកបើក្តៅខ្លាំងពណ៌ឡើងក្រហមកម្ៅអត់ស្អាតទេដាក់ល្មមយើងបង់ទៅពណ៌នៅភ្លឺល្អអំពងឆ្អិនហើយមើលទៅដូចកូនមាន់ខ្ជូតមែនតែនមានអាកតុយបកាដូចកតុយមាន់តែប៉ុណ្ណឹងតលងរុំបកាអំពងរបស់យើងហើយជាការស្រេចអាចញ៉ាំជ្រលក់ជាមួយនឹងទឹកម្ទេសទឹកប៉េងប៉ោះក៏បានដែរឆ្ងាញ់ដូចគ្នាចឹងពេលជួបជុំមិត្តភ័ក្តិបងប្អូនឬក៏ពួកគាត់មកលេងផ្ទះធ្វើមួយមុខនេះទទួលពួកគាត់ទៅដឹងថាគាត់ពេញចិត្តមកលេងផ្ទះយើងម្ដងហើយម្ដងទៀតក្រៅពីតលងរុំបកាបំពងនៅមានបកាអាំងសាច់គោអាំងច្រើនមុខមែនតើធ្វើពីថ្ងៃមកហត់ឲ្យឃ្លានទៀតចឹងម្នាក់ឆ្ងោកញ៉ាំសិនរបស់ឆ្ងាញ់ញ៉ាំមកដាក់មាត់ទេចាំឆ្អែតចាំយើងនិយាយគ្នា